បាទជំរាបសួរប្រិយមិត្តបងប្អូនសរុបសេចក្តីការប្រកួតកីឡាករគុនខ្មែរពេលថ្ងៃត្រង់នេះទៅគឺមានចាញ់មានឈ្នះដោយតែរាល់ដងការប្រកួតលើកមុនដែលប្រិយមិត្តបងប្អូនដែលថ្មីនេះបងប្អូនដឹងហើយទ័ពគុនខ្មែរចេញទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក5រូបប៉ះនឹងជើងខ្លាំងសហរដ្ឋអាមេរិក5រូបប្រកួតដោយខាងសង្វៀនគ្រុឌគុនខ្មែរនិងសហការជាមួយនឹងខាងស្ថាប័នUSICA ដែលជាស្ថាប័នខាងសហរដ្ឋអាមេរិកហើយនៅក្នុងហ្នឹងគឺកីឡាករគុនខ្មែរយើងឈ្នះមានចាញ់គឺដូចជាឈ្នះ3ចាញ់2បងប្អូនហើយនៅក្នុងហ្នឹងគឺកីឡាករដែលឈ្នះដូចជាលន់បញ្ញាគឺឈ្នះបានខ្សែក្រវ៉ាត់យូស៊ីនីកាក្រុងយ៉ាងជោគជ័យរបស់គាត់ហើយក្របីប្រៃពេជ្រសម្បត្តិក៏ឈ្នះទៅលើដៃគូប្រកួតផងដែរហើយក្របីប្រៃពេជ្រសម្បត្តិពិតជាល្អខ្លាំងតែនបងប្អូនជាលើកទី2របស់គាត់ហើយដែលគាត់ក្រុងខ្សែក្រវ៉ាត់យូស៊ីនីកាលើកទី1គឺក្រុងខ្សែក្រវ៉ាត់WZK ហើយលើកទី2នេះក្រុងខ្សែក្រវ៉ាត់យូស៊ីនីកាលើទឹកដីសហរដ្ឋអាមេរិកបីប្រៃពេជ្រសម្បត្តិពិតជាប្រកួតល្អមែនតែនបងប្អូនវ័យទៅលើដៃគូដែលមកកំហិលគឺមួយដៃប៉ើងដូចស្លៃបងប្អូនពិតជាល្អក៏បីប្រៃស្បាត់ហើយនៅក្នុងហ្នឹងគឺកីឡាករនេះសង្ហាឡាវចន្ទ្រាក៏ទទួលបានឈ្នះខ្សែក្រវ៉ាត់ហពាន់គុនខ្មែរផងដែរហើយអ្នកលេងបោកឆ្វេងឡាវចន្ទ្រាបរាជ័យចាញ់ដៃគូប្រកួតដូចជាឈ្មោះ Event មិនទេបងប្អូនធ្លាប់ឈ្នះរឿងសុភ័ណ្ឌប្រកួតលើទឹកដីកម្ពុជាបងប្អូនកីឡាករដៃគូឡាវចន្ទ្រាហើយឡាវចន្ទ្រាចាញ់បន្ទុកដៃគូប្រកួតហើយនៅក្នុងនោះកីឡាកររនីអេជនុតក៏ចាញ់គេដែរបងប្អូនរបូតខ្សែក្រវ៉ាត់ដែរគឺនិយាយសរុបសេចក្តីទៅគឺឈ្នះ3ចាញ់2ប៉ុន្តែលើកនេះគឺប្រកួតគូសមល្អមើលខ្លាំងតែនបងប្អូនគ្រាន់ជាងលើកមុនគឺយោងបានកបីប្រៃពេជ្រសម្បត្តិថ្មីគឺរៀងចាប់ថ្មីបងប្អូនព្រោះលើកមុនគឺបានកបីប្រៃពេជ្រសម្បត្តិអ្នកទទួលបានជ័យជំនះប៉ុន្តែលើកនេះគឺទទួលបានជ័យជំនះ3រូបនិងចាញ់2សិតតែអ្នកក្រុងខ្សែក្រវ៉ាត់ហើយលើកជំរឿការប្រកួតលើកក្រោយទៀតតើមានការប្រកួតតាមខ្សែក្រវ៉ាត់អីទៀតបងប្អូនព្រោះអីទៅលើទឹកដីសហរដ្ឋអាមេរិកលើកនេះគឺប្រកួតបាន2ស្ថាប័នហើយការផ្សព្វផ្សាយគុនខ្មែរយើងពិតជាអស្ចារ្យខ្លាំងតែនបងប្អូនលើកនេះពិសេសគឺគូកបីប្រៃពេជ្រសម្បត្តិគឺវីអូញាក់សាច់ខ្លាំងតែនបងប្អូនក៏ក្រៅខ្លាំងតែនហើយនឹងគូឡាវចន្ទ្រាក៏គាត់វីល្អដែរប៉ុន្តែគាត់ថាឡាវចន្ទ្រាគាត់វីរៀងចូលល្អការម៉ាត់របស់គាត់ធ្ងន់ហើយដៃគូលន់បញ្ញាក៏ក្រៅដែរបងប្អូនលន់បញ្ញាគឺទៅសើមែនតែនបងប្អូនការវីរបស់គាត់គឺវយចេញចូលស្អាតហើយលើកនេះគឺលន់បញ្ញាគាត់ទទួលបានជោគជ័យហើយក៏ឈ្នះបានខ្សែក្រវ៉ាត់យូស៊ីនីកាទៀតហើយក៏សោកស្ដាយដល់កីឡាករឡាវចន្ទ្រានិងកីឡាករអេជនិតដែលបរាជ័យព្រោះកីឡាករដៃគូឡាវចន្ទ្រាវិញយ៉ាប់ត្រង់ថាគាត់ខ្ពស់ហើយក៏ល្អជង្គង់ហើយពិសេសកែងមួយរបស់គាត់គឺវាបយោលបានវែងខ្លាំងតែនដៃគូរបស់ឡាវចន្ទ្រាហើយកីឡាករនីអេជនុតប៉ះជាមួយនឹងគេហ្នឹងរបស់ពិតដែរបងប្អូនកីឡាករនីខាងសហរដ្ឋអាមេរិកហ្នឹងព្រោះគេអាវុធរបស់គេវៃស្អាតដែរណាមួយយើងទៅប្រកួតលើទឹកដីរបស់គេរៀងចាញ់អាកាសធាតុដូចយ៉ាងណាមិនដឹងទេបងតែប្រកួតលើទឹកដីយើងបើគូនេះប្រកួតលើទឹកដីគុនខ្មែរយើងដឹងទៅក៏ក្រោកមែនតើដែលពិសេសគឺល្អមើលសិតតែលំដាប់ហើយនៅមានតែព័ត៌មានប៉ុណ្ណេះទេចែកជូនបងកុំភ្លេចចុច Subscribe នៅមួយផងចាក់ដឹងដើម្បីបានព័ត៌មានថ្មីចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ